អ្នកវិភាគកងទ័ពអាកាសអាមេរិកត្រូវការយន្តហោះចម្បាំងចំនួនទី6និងយន្តហោះទម្លាក់គ្រាប់បែក500គ្រឿងដើម្បីយកឈ្នះចិនក្នុងសង្គ្រាម Washington វិទ្យាស្ថាន Mitchell Institute for Aerospace Studies បាននិយាយថាកងទ័ពអាមេរិកត្រូវតែទិញយន្តហោះចម្បាំងចំនួនទី6និងយន្តហោះទម្លាក់គ្រាប់បែកយ៉ាងហោច500គ្រឿងដើម្បីអាចយកឈ្នះនៅក្នុងសង្គ្រាមណាមួយប្រឆាំងនឹងចិននេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Defense News នៅក្នុងរបាយការណ៍សិក្សាមួយចេញផ្សាយខុងខែកុម្ភៈឆ្នាំ2026ក្រុមអ្នកជំនាញមកពីវិទ្យាស្ថាន Mitchell បានអះអាងថាកងទ័ពអាកាសអាមេរិកត្រូវការយន្តហោះចម្បាំងចំនួនទី6 F-42 300គ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែក B-21 200គ្រឿងដើម្បីទប់ទល់ជាមួយចិនកងទ័ពអាមេរិកធ្លាប់បានបង្ហើបឲ្យដឹងថាខ្លួនមានផែនការទិញយន្តហោះចម្បាំង F-42 185គ្រឿងពីក្រុមហ៊ុន Boeing និងយន្តហោះ B-21 ផលិតដោយក្រុមហ៊ុន Northrop Grumman 100គ្រឿងតាមវិទ្យាស្ថាន Mitchell សង្គ្រាមការពារអតីតកាលរបស់សហរដ្ឋអាមេរិកដូចជាសង្គ្រាមនៅកូរ៉េនិងវៀតណាមព្រមទាំងសង្គ្រាមអ៊ុយក្រែនបច្ចុប្បន្នបានបង្ហាញយោធាមួយដែលមិនអាចឬមិនវាយប្រហារលើមូលដ្ឋានទ័ពរបស់រុស្ស៊ីតាមរយៈផ្លូវអាកាសទេនោះវានឹងបង្កទៅជាសង្គ្រាមឆ្លូបរ៉ាំរ៉ៃដូចគ្នាទៅនឹងសង្គ្រាមលេនដ្ឋានដែរ